ខ្ញុំមាន challenge មួយឲ្យគ្នាខ្ញុំផាត់មុខដើរលេងសង្គ្រាមធ្វើម៉េចឲ្យធន់នឹងទឹកអូនម្នាក់រើសយកផលិតផលតាមចិត្តខ្លួនស្រឡាញ់ចំនួន5មុខ6 7 8 9មុខបានឥឡូវថែមឲ្យម្នាក់1មុខទៀតចឹងទៅអស់6មុខរយៈពេល1ម៉ោងធ្វើម៉េចទាំងរើសទាំងផាត់មុខអូខេ base juicy skin tint លេខ01មុខខ្ញុំរៀងស្ងួតហើយសាច់វារៀងស្រាលហើយធន់នឹងទឹកទៀតចំពោះ concealer ខ្ញុំអត់បានប្រើតែខ្ញុំយកជាប្រភេទ plus របស់ Judy Doll ដែលសារវាជា Pet Spot Edition ធន់នឹងទឹកកូដលេខ01អាចយកធ្វើជា brightener នៅក្រុមភ្នែកអីបានជំនួស concealer បានចំពោះក្រែមខ្ញុំយក Peri Para Ink លេខ18នេះពណ៌កាឈូកហើយវាអាចធ្វើជាក្រែមបានហើយនៅមួយទៀតធ្វើជាប្លោះទឹកមុនប្លោះម្សៅឲ្យបានដែរ Into You palette នេះវាមាន all in one contour eyeshadow highlighter អីបានទាំងអស់គូចាំបានទៀត Judy Doll ប្រភេទ slim សួរគូថននឹងទឹកដូចគ្នាថននឹងញើកុំឲ្យតែយើងយកដៃជូតវាទៅបាននៃខ្វះអត់បានជាមួយនឹង mascara របស់ Judy Doll ហើយប្រភេទដែកនេះថននឹងទឹកសាហាវនៅពេលដែលត្រូវទឹកអីក៏អត់មានបតិបតាក្រុមភ្នែកអីដែរដំបូងឡើងខ្ញុំប្រើពពួក Fit Concealer ដើម្បីបិទបាំងស្នាមស្លាក់ដក់ខ្មៅហើយនឹងស្នាមមុនផ្សេងដោយសារតែមុខខ្ញុំរៀងព្រេងអញ្ចឹងខ្ញុំត្រូវការពពួក foundation ណាដែលជួយទប់ជាតិព្រេងបានយូរដូចជាពពួក Judy Doll foundation នេះជាដើមមកខ្ញុំប្រើពពួក Judy Doll ម្សៅហុយដើម្បីអីទប់ make up របស់ខ្ញុំឲ្យបាន long lasting ឲ្យរៀងបានយូរធន់នឹងទឹកធន់នឹងញើសហ្មងជាពិសេសធន់នឹងព្រេងខ្ញុំជ្រើសយកជាប្រភេទ eyeshadow របស់ Into You ដោយសារអីក្នុងហ្នឹងខ្ញុំអាចយក eyeliner ធ្វើ eyeliner ផងធ្វើជា contour ផងហើយខ្ញុំ base ជាមួយនឹង eyeshadow នេះព្រោះដោយសារមុខខ្ញុំសបល់ខ្ញុំត្រូវជាមួយនឹង warm tone ខ្ញុំយកពណ៌ទឹកក្រូចខ្វះអត់បានគឺប្រភេទ mascara របស់ Judy Doll ដោយសារមួយនឹងធន់នឹងទឹកហើយជាមួយនឹងធន់នឹងញើសទៀតខ្ញុំយកក្រែមរបស់ Juicy ក្រែមហ្នឹងជាប់បានរហូតដល់4ម៉ោងហើយ moisture វិញអ្នកគ្នារហូតដល់8ម៉ោងកូន537អញ្ចឹងបន្ទាប់ពី1ម៉ោងក្រោយនេះគឺជាលទ្ធផលអាកាមាន product ចំនួន6មុខហើយជាមួយនឹង Amo មាន6មុខដែរអញ្ចឹងចាំមើលថាតើ waterproof ប៉ុណ្ណាចំពោះ Amo គឺជាស្បែកប្រេងហើយនៅពេលដែលគាត់ជំនួយឲ្យអ្នកនរគ្នាគាត់ថាត្រូវទឹកហើយមានតែមុខស្អាតជាងមុនទៀតហើយអត់មានជាប់ក្រាស់ជុំមាត់ទេអ្នកនរគ្នាធន់នឹងទឹកសាហាវហ្មងចំពោះអាកាវិញគឺជាស្បែកស្ងួតនៅពេលដែលជាមួយទឹកហើយគឺមុខគាត់ក៏ស្អាតនៅដដែលដែរលទ្ធផលទាំងអស់ហ្នឹងគឺធន់នឹងទឹកខ្លាំងមែនតែន